នេះបងប្អូនខ្ញុំចែកម្លែក tip មួយដែលតទៅនឹងការតេស្តម៉ាស៊ីនទឹកក្តៅតើប្រព័ន្ធការពារឆក់របស់វាហ្នឹងនៅដំណើរការអត់នៅពេលដែលវាមានឆ្លងចរន្តនៅពេលដែលឆ្លងចរន្តតង់ខ្យល់ឡើងខ្ពស់តើប្រព័ន្ធរបស់វាហ្នឹងនៅការពារបានអត់ចឹងណាអញ្ចឹងម៉ាស៊ីនទឹកក្តៅបងប្អូនមើលចំណុចនេះកន្លែងគេដាក់អក្សរ ELB ឬក៏ ELCB test មានន័យថាបើយើងនិយាយឲ្យងាយយល់គឺជា disjunction តូចមួយនៅក្នុងម៉ាស៊ីនទឹកក្តៅដើម្បីពេលដែលឆ្លងចរន្តនៅក្នុងម៉ាស៊ីនទឹកក្តៅគឺអានឹងវាលោតផ្ដាច់ភ្លើងមកអញ្ចឹងវាការពារយើងកុំឲ្យឆក់អញ្ចឹងពេលដែលយើងប្រើយូរទៅបងប្អូនត្រូវតេស្តវាថាប្រព័ន្ធការពារឆក់ហ្នឹងវានៅដំណើរការអត់អញ្ចឹងបងប្អូនអញ្ចឹងបងប្អូនត្រូវមួយខែយើងអាសាចុចវាមើលទេកាលណាបើចុចវានៅលោតអញ្ចឹងមានន័យថាប្រព័ន្ធផ្ដាច់ភ្លើងហ្នឹងគឺនៅដំណើរការល្អអញ្ចឹងបងប្អូនពេលខ្លះយើងអត់ដែលតេស្តវាជួនកាលវាគាំងអញ្ចឹងពេលដែលភ្លើងឆ្លងមកនេះសង្កេតតូចហ្នឹងវាគាំងវាអត់លោតអញ្ចឹងយើងមួយខែយើងអាសាចុចមើលចុចអញ្ចឹងមានន័យថាវាលោតទេអញ្ចឹងក្នុងករណីមានចរន្តមួយដែលលេចធ្លាយមកគឺនេះសង្កេតហ្នឹងវានឹងលោតដែរអញ្ចឹងនេះវានៅដំណើរការល្អបងប្អូនអញ្ចឹងយើងចុចវាឡើងទៅលើវិញទៅប្រើបានដែរអញ្ចឹងដូចនេះជាក់ស្ដែងមានភ្លើងវាបងប្អូនណាអញ្ចឹងពេលដែលខ្ញុំចុចtest ហ្នឹងណាdisjunction វាគេបដាច់ហ្នឹងអញ្ចឹងចរន្តឡើងមានហើយបដាច់បាត់ហើយឃើញអញ្ចឹងខ្ញុំរកcommentឲ្យបងប្អូនមួយខែយើងចុចមើលម្ដងទៅតើប្រព័ន្ធ disjunction តូចវានៅដំណើរការអត់ទេបងប្អូនអូខេខ្ញុំចែកចម្លែកប៉ុណ្ណឹង